បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកទស្សនាបាទទូកចំនួនមួយគូនេះបាទគឺជាការប្រកួតរវាងខ្សែទឹកខាងក្នុងបាទដែលជាម្ចាស់ផ្ទះបាទនៅក្នុងកម្មវិធីប្រណាំងទូកបាទនៅវត្តបច្ច័យរាំងសីនេះគឺជាទូកដែលមានឈ្មោះថាពិជ័យវង្សាតេជោសែនជ័យបាទទូកនេះគឺស្ថិតនៅក្នុងវត្តបាទបច្ច័យរាំងសីផ្ទាល់បាទភូមិអញ្ជែងលើឃុំពុករុស័យបាទស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបាទចំណែកខ្សែទឹកខាងក្រៅដែលមានឯកសន្តានចម្រុះពណ៌នោះបាទមានខៀវមានបៃតងទឹកក្រូចបាទគឺជាទូកដែលមានឈ្មោះថាស្រីខ្មៅមានជ័យបាទទូកនេះគឺអញ្ជើញមកពីវត្តត្រាលបាទភូមិត្រាលឃុំកំពង់ពពិលបាទស្រុកពីរាំងខេត្តព្រៃវែងបាទនេះជាការប្រកួតជើងទី1បាទខ្សែទឹកខាងក្នុងពិជ័យវង្សាតេជោសែនជ័យមកមានអាឡោកទៀតបាទឧបរមិញបាទបើកាត់មិញមកទំហឹងបាទទុកងោបាទលោកមកអីចង់ក្លាប់ស្រួលនឹងលិចទៀតបាទឡើយជ័យជំនះបានទៅលើខ្សែទឹកខាងក្នុងបាទវិជ័យវង្សាតេជោសែនជ័យបាទឈ្នះបាទចង់ដាច់ហ្នឹងមកគាត់ថាពួកបាទចូលដល់ជើងទី2បាទផ្លាស់ប្ដូរខ្សែទឹកបាទវិជ័យវង្សាផ្លាស់ទៅនៅខ្សែទឹកខាងក្រៅបាទចំណែកឯស្រីខ្មៅមានជ័យផ្លាស់មកនៅខ្សែទឹកខាងក្នុងនេះបាទយ៉ាប់ហើយបាទដាច់ឆ្ងាយណាស់បាទសម្រាប់ជើងទី2នេះខ្សែទឹកខាងក្នុងតឹងមែនតែនណាហ្មងបាទវិជ័យវង្សាបាទការប្រកួតបាទមួយប្រកួតដំបូងបាទថ្ងៃទី1បាទជើងទី2នេះគឺដាច់ឆ្ងាយមែនតែនបាទទទួលជ័យជំនះបាទក្នុងជើងទី2វិជ័យវង្សាតេជោសែនជ័យបាទម្ចាស់ផ្ទះបាទឈ្នះទៅលើស្រីខ្មៅមានជ័យមកពីខេត្តព្រៃវែង